កុំទៅអង្គុយទៅសេវិកាយប័ត្រទៅសេអីសម័យនេះហើយយើងត្រូវប្រើប្រព័ន្ធ system ចេះងាយស្រួលក្នុងការប្រើប្រាស់យើងមានជាប្រភេទការគ្រប់គ្រងអំពីទិន្នន័យយើងដឹងអំពីអតិថិជនយើងទិញមកយើងមាន menu សម្រាប់អតិថិជនប្រើជា technology មួយងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងខាងមុខរបស់យើងខ្ញុំនេះជាប្រភេទយើងហៅថា POS system ដែល brand របស់ Rangata ថ្ងៃនេះខ្ញុំមានចំណុចពិសេសចែកជូនដែលចំណុចពិសេសនោះមានតាមប្រភេទមុខងារផ្សេងៗគ្នាដែលយើងផ្ដោតសង្កត់ខ្លាំងទៅបងដែលខាងភោជនីយដ្ឋានឬបងដែលបើក shop ផ្សេងដែលគាត់ត្រូវការ print receipt ចេញជាការ print receipt ជូនអតិថិជនក្នុងការប្រើប្រាស់និងសូជាប្រភេទ product មាន iMac មានប្រាយមានតកតងនឹងប្រភេទគេហៅថា interface ខាងមុខអញ្ចឹង POS system នេះវាមានមុខងារសំខាន់សម្រាប់បងប្អូនក្នុងការយកទៅប្រើប្រាស់នៅក្នុងហាងរវាង product នេះមួយគឺវាមិនទាន់ប្រើបាននោះទេយើងត្រូវការ display ហើយនឹង add ទៅលើ software បញ្ចូលទៅក្នុងនេះអញ្ចឹងក្រុមហ៊ុន PC យើងគឺមានចំណុចពិសេសត្រង់ថាយើងទើបតែបញ្ចូលនៅខាងយើងហៅថាsolution ដែលជាប្រភេទ POS system ដែលយើងលក់ជាប្រភេទ production ដែលយើងចែកជូនអតិថិជនដែលមានជាប្រភេទយើងហៅថាយើងបញ្ចូលជា software ទាក់ទងនឹងការបង្កើតទៅលើ POS system ទាក់ទងនឹង coffee shop ទាក់ទងនឹងហាងភោជនីយដ្ឋានផ្សេងៗដែលយើងមានរាយជា menu ទាក់ទងនឹង product ហ្នឹងដើម្បីបង្ហាញជូនគាត់ថាតើ POS system នេះប្រើដើម្បីអ្វីហើយយើងមានការ service ទាក់ទងនឹងការ support ជូនភ្ញៀវនិងអតិថិជនដើម្បីងាយស្រួលការយកទៅប្រើប្រាស់អញ្ចឹងនៅក្នុង POS system នេះវាមាន port មានដូចជា LAN មាន audio sound មានទាក់ទងនឹង VGA ដែលយើងបង្ហាញជាយើងហៅថា display រូបភាព interface សម្រាប់ឲ្យ client មើលនៅខាងមុខនេះដើម្បី admin ក្នុងការ select យកការជ្រើសរើសរបស់ LAN អញ្ចឹងងាកមកខាងស្ដាំដៃរបស់ខ្ញុំអានេះគឺជាការ combo ជាមួយនឹង POS system នេះគឺហៅថា print receipt អញ្ចឹង printer mini printer នេះមានតួនាទីសម្រាប់ print receipt នៅពេលដែលវិក័យប័ត្រដែលទូទាត់ចេញពី POS system នេះគឺវាបោះមកចូលនៅក្នុងយើងហៅថា mini printer receipt នេះវាចេញជាហៅថា receipt មានជាប្រភេទយើងហៅថា menu ដែលយើងជ្រើសរើសរួចហើយនឹងមានជាប្រភេទ total price អញ្ចឹងតាមតែប្រភេទកន្លែងហាងរបស់បងប្អូនដែលយើង select ក្នុងការជ្រើសរើសក្នុងការប្រើវាខុសៗគ្នាបងប្អូនអរគ្នាអញ្ចឹងបើសិនជាបងប្អូនគាត់ថាងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងខាងយើងក៏មានជាប្រភេទ cash travel ដែរអញ្ចឹងប៉ុណ្ណេះគឺមិនទាន់គ្រប់ជ្រុងជ្រោយក្នុងការប្រើប្រាស់ទេវានៅយើងមានជាការ add software ទាក់ទងនឹង interface ក្នុងការ product នៅក្នុង POS system នេះ tablet នេះមានតួនាទីសម្រាប់ switch connection រវាង monitor នេះនៅខាងមុខនេះដើម្បី admin ក្នុងការប្រើប្រាស់ងាយស្រួលអញ្ចឹង intro របស់ខ្ញុំចង់ផ្ដោតបងប្អូនឲ្យយល់ដឹងអំពី POS system ដែលមានលក់នៅក្នុងក្រុមហ៊ុនរបស់យើងខ្ញុំហើយជាមួយនឹង mini printer ដើម្បី connection អញ្ចឹងចុងបញ្ចប់បើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញបងប្អូនអាចចូលទៅក្នុង app PTC យើងដើម្បីមើលអំពី description ហើយជាមួយនឹងតម្លៃដែលយើងមានការលក់ជូនអញ្ចឹងបើសិនបើបងប្អូនគិតថាវាជាចំណុចពិសេសសម្រាប់បងដែលនៅក្នុងហាងឬភោជនីយដ្ឋានដែលមានជាប្រភេទ shop ខ្លួនឯងផ្ទាល់បងប្អូនចង់ move ដើម្បីក្នុងការប្រើប្រាស់ថា technology ដើម្បីឲ្យងាយស្រួលក្នុងការប្រើប្រាស់យើងត្រូវ move ខ្លួនឲ្យប្រើនេះអស់ទៅយើងឃើញថាសម័យឥឡូវនេះគេគិតថាប្រើអ្វីដែលងាយស្រួលអញ្ចឹងយើងមើលទៅ system នេះវាងាយស្រួលក្នុងការគ្រប់គ្រងនិងការប្រើប្រាស់អូខេអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងអរគុណ